ធនាគារពិភពលោកបានព្រមានថាចំនួននៅមជ្ឈមបូព៌ានឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះមកនៅត្រឹមកម្រិតយឺតបំផុតមិនធ្លាប់មានគិតចាប់តាំងពីមានជំងឺរាតត្បាត COVID-19 នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពស្ដីពីទស្សនវិស័យសេដ្ឋកិច្ចសកលដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមួយនេះបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ2026មកនៅត្រឹម 2.5% ពីចំនួន 2.9% ដែលខ្លួនបានទុះទាយកាលពីខែមករាដោយសារតែការឡើងថ្លៃខ្លាំងនៃថាមពលការកើនឡើងអតិផរណានិងការឡើងថ្លៃនៃថ្លៃដើមខ្ចីប្រាក់របាយការណ៍នេះបានគូសបញ្ជាក់ពីការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនៃចំនួនដែលកំពុងប្រឈមនឹងហានិភ័យនៃការផ្ទុះឡើងសារជាថ្មីខណៈពេលដែលបាត់ឈប់បាញ់ដ៏ផុយស្រួយរវាងអាមេរិកនិងអ៊ីរ៉ង់កំពុងត្រូវបានសាកល្បងដោយភាគីទាំងសងខាងការវិភាគនេះព្រមានថាទស្សនវិស័យសេដ្ឋកិច្ចអាចនឹងធ្លាក់ចុះបន្ថែមទៀតប្រសិនបើការរំខានដល់ការផ្គត់ផ្គង់កាន់តែអាក្រក់ទៅការបិទច្រកសមុទ្រហូម៉ូសរបស់អ៊ីរ៉ង់ដែលជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងនិងឧស្ម័នដើម្បីឆ្លើយតបទៅនឹងការវាយប្រហារបង្កឡើងដោយអាមេរិកនិងអ៊ីស្រាអែលបានដាក់សម្ពាធយ៉ាងខ្លាំងដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលនិងការផ្គត់ផ្គង់ផ្សេងទៀតនៅលើពិភពលោកធនាគារពិភពលោកបានប៉ាន់ប្រមាណថាតម្លៃប្រេងឆៅដែលជាតម្លៃប្រេងគោលអន្តរជាតិនឹងមានតម្លៃជាមធ្យម$94ក្នុង1បារ៉ែនក្នុងឆ្នាំនេះពលគឺកើនឡើង 36% ធៀបនឹងតម្លៃមធ្យមកាលពីឆ្នាំមុនចំណែកតម្លៃជីកសិកម្មត្រូវបានព្យាករណ៍ថានឹងកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំនេះដែលនឹងជះឥទ្ធិពលបន្តបន្ទាប់ដល់តម្លៃទំនិញម្ហូបអាហារជារួមការបិទផ្លូវទឹកយុទ្ធសាស្ត្រនេះនឹងរួមចំណែករុញច្រានអតិផរណាសកលឲ្យកើនឡើងដល់ 4% ក្នុងឆ្នាំនេះដែលជាការកើនឡើងគួរឲ្យកត់សម្គាល់ពីអត្រា 3.3% កាលពីឆ្នាំមុនទោះជាយ៉ាងណាក៏ដោយធនាគារពិភពលោកបានព្រមានថាកំណើនសេដ្ឋកិច្ចសកលអាចនឹងធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹម 1.3% ប៉ុណ្ណោះក្នុងឆ្នាំនេះប្រសិនបើការរំខានដល់ការផ្គត់ផ្គង់ថាមពលកាន់តែអាក្រក់ទៅហើយអតិផរណាអាចនឹងហក់ឡើងដល់ 4.4% របាយការណ៍របស់ធនាគារពិភពលោកក៏បានព្រមានផងដែរថាប្រទេសកំពុងអភិវឌ្ឍគឺជាក្រុមដែលទទួលរងផលប៉ះពាល់មុនគេពីផលប៉ះពាល់ដែលអាចកើតមាននៅក្នុងរបាយការណ៍របស់ខ្លួនស្ថាប័ននេះបានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ 2/3 នៃប្រទេសទាំងអស់ចាប់តាំងពីខែមករាមកកំណើនសេដ្ឋកិច្ចសកលត្រូវបានរំពឹងថានឹងប្រសើរឡើងដល់ 2.8% នៅក្នុងឆ្នាំ2027ប៉ុន្តែវានៅតែមានកម្រិតទាបជាង 0.4% បើធៀបនឹងកម្រិតមធ្យមក្នុងអំឡុងទសវត្សរ៍ឆ្នាំ2010ដែលជាពេលសេដ្ឋកិច្ចពិភពលោកកំពុងងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុសកលបើមិនរាប់បញ្ចូលប្រទេសចិននិងឥណ្ឌាទេរបាយការណ៍នេះបង្ហាញពីការព្រួយបារម្ភថាប្រទេសកំពុងអភិវឌ្ឍសម្រាប់បានវឌ្ឍនភាពតិចតួចណាស់ក្នុងការបង្រួញគម្លាតប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ជាមួយបណ្ដាប្រទេសមានក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះប្រធានក្រុមធនាគារពិភពលោកមានប្រសាសន៍ថាប្រទេសកំពុងអភិវឌ្ឍបានប្រឈមមុខនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះផលប៉ះពាល់មានភាពខុសគ្នាយោងទៅតាមប្រទេសនីមួយៗប៉ុន្តែការសាកល្បងជាមូលដ្ឋានគឺដូចគ្នាគឺត្រូវការពីប្រជាជននិងរក្សាស្ថិរភាពនាពេលបច្ចុប្បន្នដោយមិនបោះចោលនូវកំណើនសេដ្ឋកិច្ចនិងការងារសម្រាប់ថ្ងៃស្អែកនោះទេធនាគារពិភពលោកកំពុងបដិញ្ញាចិត្តជួយដល់ប្រទេសកំពុងអភិវឌ្ឍទាំងឡាយណាដែលកំពុងជួបប្រទះនូវផលប៉ះពាល់សេដ្ឋកិច្ចពីចំនួននៅមជ្ឈមបូព៌ាអង្គការនេះបានបញ្ជាក់ថាខ្លួនបានត្រៀមថវិការហូតដល់$60,000 លានដើម្បីជួយស្ថាប័ននេះបានបន្ថែមទៀតថាបើចំនួននៅតែបន្តអូសបន្លាយខ្លួនអាចនឹងបង្កើនការគាំទ្ររហូតដល់$100,000 លាន